សូមប្រុងប្រយ័ត្នចាប់ពីថ្ងៃទី25ខែមីនាដល់ថ្ងៃទី12ខែមេសាកាត់បន្ថយកន្លែងខ្ពស់ៗសូមដាក់កែវទឹកចិត្តកន្លែងអង្គុយធ្វើការយូរបើមានរំញ័រកែវសូមរកកន្លែងវាលនៅផ្ទាល់ដីផ្អាកប្រើថ្នាំងងុយគេកជំនួយគេករញ្ជួយដីកម្រិតខ្លាំង 6.5 ទៅ 7.5 រិចទ័រអាចនឹងកើតឡើងនៅតំបន់ដែលស្ថិតនៅជិតសមុទ្រជប៉ុនមហាសមុទ្រឥណ្ឌានិងនៅជិតឥណ្ឌូនេស៊ីហ្វីលីពីនជប៉ុនកោះតៃវ៉ាន់កោះសៃប៉ាកោះគំហើយនឹងមានរំញ័រខ្លាំងដល់ប្រទេសឡាវកម្ពុជាវៀតណាមម៉ាឡេស៊ីចាប់ពីថ្ងៃទី25មីនារហូតដល់ថ្ងៃទី12ខែមេសាឆ្នាំ2025ហើយតំបន់ខ្លះអាចនឹងជួបកម្លាំងរុនជួយដល់ 7.8 រិចទ័រប្រសិនបើមានរុនជួយខ្លាំងស៊ូណាមីអាចនឹងវាយប្រហារតំបន់ដែលនៅជាប់សមុទ្រផងដែរកុំភ្លេចតាមដានព័ត៌មានពីគ្រោះរុនជួយដីឲ្យជាប់ប្រភពពី SWAC New Everyday បានផុសការពី3ថ្ងៃមុនតែឆ្ងល់គេព្យាករអត់មានដាក់ថៃនិងភូមាទេតែបែរជាទៅរុនជួយនៅថៃនិងភូមាវិញបងប្អូនកុំអាលជ្រួលច្របល់ចាំស្ដាប់រាជរដ្ឋាភិបាលយើងវិញកម្ពុជារងតិចតួចបំផុតតាមផែនទី